មកភ័យមួយរឿងទីសាប្រមកព្រាមការមិនប្រកាសមិនស្គាល់កាលជាថ្នាំពឹសក្នុងលោកក្នុងការកន្លងទៅហើយព្រះបាទព្រហ្មទត្តសេរីសម្បត្តិក្នុងក្រុងពរិណស័យការនោះព្រះសម្ពុទ្ធព្រហ្មគ្រូរបស់យើងទ្រង់ស្រោចព្រះជាតិក្នុងត្រកូលព្រាមឈ្មោះឧទិចាលោកមានវ័យចម្រើនឡើងទ្រង់បរិបោគដោយរូបកាយនិងសតិបញ្ញាប្រសើរវិសេសជាងព្រាមទាំងអស់ក្នុងភូមិក្នុងជាតិភូមិព្រាមជាមេដាបិតាបានបញ្ជូនឲ្យទៅរៀនសិលសាស្ត្រក្នុងមហាវិទ្យាល័យក្រុងព្រះនស័យមិនយូរប៉ុន្មានព្រាមបុត្រក៏បានចេះចប់ត្រៃវេទហើយយល់នៅអត្ថនិងធម៌ដ៏ជ្រាលជ្រៅព្រះបាទព្រហ្មទត្តបានជ្រាបថាព្រាមបុត្រនេះជាអ្នកប្រាជ្ញពិសេសដូច្នេះក៏តាំងឲ្យធ្វើជាអាចារ្យទីសាប្រមកក្នុងព្រះរាជាណាចក្ររបស់ព្រះអង្គទីសាប្រមកព្រាមក៏បានបង្រៀនសិលសាស្ត្រដល់មេនប់500នាក់ក្នុងវិទ្យាស្ថានដែលបង្រៀននោះមានមិនមួយរងាវត្រូវកាលមេនប់ទាំងឡាយតែងក្រោកឡើងស្វាយធាយសិលសាស្ត្រដោយសំឡេងមិនរងាវនោះគ្រប់គ្នាមេនប់ទាំងឡាយតែងនាំគ្នារសាមនុស្សដោយប្របីក្នុងការជាខាងក្រោយមកមនុស្សក៏ស្លាប់ទៅបាននាំគ្នារកមិនមួយទៀតគ្រានោះមានមេនប់ម្នាក់ចូលទៅកាច់អស់ក្នុងព្រៃខ្មោចបានឃើញមិនឈ្មោលមួយក៏ចាប់យកមកចិញ្ចឹមទុកក្នុងទ្រុងដើម្បីឲ្យរងាវមនុស្សជាសត្វមិនមានប្រក្តីមិនស្គាល់កាលចេះតែរងាវមិនប្រកបព្រោះជាសត្វកើតក្នុងព្រៃខ្មោចតែម្នាក់ឯងមិនដែលឮសូររងាវរបស់មិនចាស់ឡើយជាសត្វប្រះចាកដំបូងមានជួនកាលរងាវក្នុងវេលាអធ្រាត្រជួនកាលរងាវក្នុងពេលអរុណរះជួនកាលរងាវក្នុងវេលាថ្ងៃត្រង់មានប់ទាំងនោះជួនកាលក្រោកកណ្ដាលអធ្រាត្រសិក្សាសិលសាស្ត្រក៏មានជួនកាលដេកលក់ដល់អរុណរះក៏មានជាអ្នកមានការសិក្សាមិនប្រកបសិលសាស្ត្រទាំងឡាយកាលបើខ្វះការស្វែងធាយហើយក៏ភ្លេចបាត់បង់អស់ជាច្រើនទើបមានប់ទាំងនោះព្រឹក្សាគ្នាថាមិននេះគ្មានប្រក្តីទេជាសត្វមិនស្គាល់កាលរងាវមិនប្រកបបើយើងយកមិននេះជាប្រមាណមុខតែវិនិច្ឆ័យសិលសាស្ត្រអស់មិនខាននិយាយព្រឹក្សាគ្នាដូចនេះហើយក៏ចាប់មូលក៏មិននោះស្ងោស៊ីទៅនេះហើយហៅថាមិនសម្លបើជាមនុស្សវិញគេហៅថាមនុស្សសម្លមានប់ទាំងនោះក៏នាំគ្នាទៅជំរាបអាចារ្យទីសាប្រមកថាមិនដែលចាប់ពីព្រៃខ្មោចនោះចេះតែរងាវខុសវេលាយើងខ្ញុំទាំងឡាយមូលកស្លាប់ទៅហើយអាចារ្យទីសាប្រមកក៏និយាយប្រាប់សិស្សទាំងនោះថាមិននេះជាសត្វមិនចម្រើនឡើងក្នុងសំណាក់មេដាបិតាមិនដែលនៅក្នុងសំណាក់អាចារ្យទេបានជាមិនដឹងនៅកាលគួរនិងមិនគួរការមិនដឹងនេះហើយជាទោសរបស់មនុស្ស